ngày nắng dương mà đang bị phiền khóc kia rồi viên Mr. Mrs. Miss ហើយនឹង Miss ដែលនៅក្នុងនេះគេដាក់ថា Mr. For example Mr. Jones គេដាក់ថា doesn't tell us the marital status មានន័យថានៅពេលដែលយើងទៅ say am or ចុចមួយឈ្មោះនរណាគេម្នាក់យើងសំដៅទៅលើបុរសម្នាក់ហ្នឹងដោយយើងមិនចង់បញ្ជាក់ថាគាត់រៀបអាពាហ៍ពិពាហ៍ហើយឬក៏រៀបអាពាហ៍ពិពាហ៍ហើយទេអូខេអញ្ចឹងនៅពេលដែលអ្នកគ្នាចង់ទៅ say អីឈ្មោះនរណាម្នាក់ដោយអត់ចង់បង្ហាញថាគាត់ជាមនុស្សរៀបអាពាហ៍ពិពាហ៍ឬក៏មិនរៀបអាពាហ៍ពិពាហ៍ហើយយើងប្រើ Mr. អូខេចំណុច I am Mrs. គេដាក់ថា refers to a married woman នៅពេលដែលយើងប្រើ Mrs. am or as ឈ្មោះនរណាគេម្នាក់ដែលជាមនុស្សស្រីយើងសំដៅទៅលើមនុស្សស្រីម្នាក់ហ្នឹងគាត់រៀបអាពាហ៍ពិពាហ៍ហើយគេចំណុច I Miss គេដាក់ថា refers to an unmarried woman សំដៅទៅលើមនុស្សស្រីដែលគាត់មិនទាន់រៀបអាពាហ៍ពិពាហ៍គេ for example Miss May Miss Lita or something else or someone else អូខេនៅពេលដែលអ្នកគ្នាឃើញ Miss នៅពីមុខបែបនេះមានអ្នកសំដៅទៅលើមនុស្សស្រីម្នាក់ហ្នឹងគាត់អត់ទាន់រៀបអាពាហ៍ពិពាហ៍ទេអូខេនៅពេលដែលយើងនិយាយ MS អូខេ Miss គេដាក់ថា doesn't tell us the marital status អត់បង្ហាញថាមនុស្សស្រីម្នាក់ហ្នឹងគាត់អត់រៀបអាពាហ៍ពិពាហ៍ហើយឬក៏មិនទាន់រៀបអាពាហ៍ពិពាហ៍ហើយទេអូខេជាងជំរឿដែលល្អគឺមាន2អ្នកគ្នាគួរតែប្រើ Mr. ឬក៏ Miss អូខេដើម្បីយើងអត់ចង់បង្ហាញថាមនុស្សអ្នកហ្នឹងរៀបការឬក៏មិនទាន់រៀបការទេអូខេចឹងបើសិនមកនេះគាត់ថាវីដេអូមានប្រយោជន៍កុំភ្លេចជួយចុច like ចុច follow comment ខាងក្រោមវីដេអូជួបគ្នាវីដេអូក្រោយបាយ